តែប្រទេសណាខ្លះដែលទុក reserve មាសច្រើនជាងគេបំផុតនៅក្នុងពិភពលោកយើងហ្នឹងហើយហេតុអីបានគាត់ទុកលុយទុកមាសហ្នឹងច្រើនម្ល៉េះជំរាបសួរប្រិយមិត្តទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតហើយនៅក្នុងអេពីសូតនេះអញ្ចឹងនៅក្នុងអេពីសូតនេះគឺខ្ញុំចង់ដោតអារម្មណ៍ទៅលើរឿងប្រទេសនៅក្នុងពិភពលោកយើងដែលមានថែរក្សាជា reserve នៃមាសច្រើនជាងគេបំផុតនៅក្នុងពិភពលោកយើងហ្នឹងបាទអញ្ចឹងមែនតើទៅហេតុអីបានប្រទេសនីមួយៗគាត់reserve ជាមាសច្រើនមែនអញ្ចឹងវាមានកត្តាហេតុផលរបស់គាត់រៀងខ្លួនវាមិនបានដូចគ្នាទេបើទោះបីជាក្នុងអត្ថន័យមួយហ្នឹងគឺតែងតែថាប្រទេសនីមួយៗតែងតែចង់ឲ្យបានមានស្ថិរភាពយើងយកមាសហ្នឹងដាក់ជាលក្ខណៈបែបជាដូច collateral អញ្ចឹងជាបញ្ចាំដើម្បីឲ្យលំនឹងនៃប្រទេសមួយឲ្យមានការជឿជាក់ទៅលើរូបិយប័ណ្ណរបស់ប្រទេសគាត់លក្ខណៈអញ្ចឹងទៅក៏ប៉ុន្តែដើមកំណើតរបស់វាឬមួយប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយក៏វាអាចខុសគ្នាដែរអញ្ចឹងវាមានហេតុផលរបស់វាអញ្ចឹងមែនតើនៅលំដាប់ទី1ហ្មងគឺសហរដ្ឋអាមេរិកនឹងឯងអញ្ចឹងសហរដ្ឋអាមេរិកគាត់មានមាសច្រើនជាងគេបំផុតបើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសដទៃទៀតអញ្ចឹងមែនតើទៅគឺនៅសហរដ្ឋអាមេរិកគាត់មានមាស reserve ហ្នឹងតាមឯកសារហ្នឹងគឺថាមានដល់ទៅ8133តោនអញ្ចឹងវាច្រើនមែនតើហ្មងហើយអញ្ចឹងដោយសារគាត់ជាប្រទេសមួយធំសេដ្ឋកិច្ចគាត់ល្អលក្ខណៈអញ្ចឹងធ្វើឲ្យគាត់អាចទទួលដែលថាផលិតមាសឬមួយក៏ថែរក្សាមាសនឹងបានច្រើនជាងគេបំផុតអញ្ចឹងអាហ្នឹងវាមិនសម្រាប់ប្រទេសសហរដ្ឋអាមេរិកវាមិនមែនជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលហ្មងអញ្ចឹងលំដាប់ទី2ហ្នឹងគឺប្រទេសអាល្លឺម៉ង់ដែលគាត់មានមាសថែរក្សាទុកហ្នឹងដល់ទៅ3355តាអញ្ចឹងមែនតើទៅប្រទេសអាល្លឺម៉ង់គាត់តាំងពីសង្គ្រាមលោកទី1មកដល់ពេលសេដ្ឋកិច្ចពិភពលោក recession ហ្នឹងគឺគាត់ជួបការលំបាកខ្លាំងជាងគេហ្មងហើយអញ្ចឹងប្រជាជនរបស់គាត់ជាប្រពៃណីគឺគាត់និយាយទៅគេហៅថាជាប្រទេសមួយដែល conservative គឺគាត់អត់សូវហ៊ានចាយលុយគាត់ធ្វើអីមួយគឺគាត់ត្បិតត្បៀតមែនតើហ្មងអញ្ចឹងជាប្រទេសទាំងមូលក៏គាត់គិតអញ្ចឹងដូចគ្នាដែរអញ្ចឹងគាត់ដើម្បីឲ្យប្រជាជនរបស់គាត់ដើម្បីឲ្យប្រទេសគាត់មានលំនឹងហ្នឹងគឺគាត់តែងតែរក្សាខ្លួនគាត់ជាបែបតាមរយៈមាសហ្នឹងគឺច្រើនមែនទែនកន្លងមកគាត់ដាក់មាសហ្នឹងនៅប្រទេសអាមេរិកទេដោយសារចេញពីសង្គ្រាមលោកទី2មកហ្នឹងគឺគាត់អត់ហ៊ានដាក់មាសឬមួយក៏តម្កល់ហ្នឹងនៅក្នុងប្រទេសខ្លួនឯងទេដោយសារប្រទេសទៅចេញមកពីសង្គ្រាមអញ្ចឹងគាត់យកមាសហ្នឹងទៅដាក់នៅសហរដ្ឋអាមេរិករហូតដល់មែនតើគឺរហូតដល់ពេលដែលមាន Cold War ចប់នេះពេលដែលចប់ពី Cold War ឆ្នាំ90ជាងប្លាយនេះគឺគាត់បានដកមាសចេញពីសហរដ្ឋអាមេរិកយកមកដាក់នៅប្រទេសគាត់វិញអញ្ចឹងគាត់តម្កល់នៅ Bundesbank ធនាគារអាល្លឺម៉ង់ហ្នឹងតែម្ដងអញ្ចឹងក្នុងន័យហ្នឹងដើម្បីឲ្យគាត់មានលំនឹងផងហើយដល់ពេលបន្តទៀតមកហ្នឹងដល់ពេលអឺរ៉ុបទាំងមូលហ្នឹងគឺគាត់យកជា Eurozone Euro Dollar ស្អីហ្នឹងអញ្ចឹងប្រទេសអាល្លឺម៉ង់คล้ายទៅជាប្រទេសទី1ដែលមានន័យថាមានលំនឹងខ្លាំងជាងគេបំផុតជាសេដ្ឋកិច្ចមួយដឹកនាំប្រទេសអឺរ៉ុបទាំងមូលបានអញ្ចឹងណាបាទអញ្ចឹងអាហ្នឹងក៏យើងសម្រាប់យើងគិតថាអូខេវាមិនមានការភ្ញាក់ផ្អើលទេប្រទេសអាល្លឺម៉ង់ដែលគាត់មានសេដ្ឋកិច្ចខ្លាំងនៅក្នុងចំណោមប្រទេសទាំងឡាយនៅក្នុងតែដែលគួរឲ្យភ្ញាក់ផ្អើលមែនតើហ្មងគឺប្រទេសទី3ហ្នឹងគឺប្រទេសអ៊ីតាលីអញ្ចឹងគាត់មានថែរក្សាមាសហ្នឹង2452តោនហើយអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ហ្មងខ្ញុំមានការភ្ញាក់ផ្អើលថាហេតុអីបើថាអាមេរិកអញ្ចឹងចោះអាល្លឺម៉ង់អញ្ចឹងចោះតែហេតុអីក៏ប្រទេសទី3ហ្នឹងប្រទេសអ៊ីតាលីអញ្ចឹងយើងអត់ដឹងហេតុផលអីបានប្រទេសអ៊ីតាលីគាត់ថែរក្សាគាត់មានមាស gold reserve នោះច្រើនមែនអញ្ចឹងវាមានហេតុផលរបស់វាពេលដែលចប់ចេញពីសង្គ្រាមលោកទី2មកហ្នឹងអ៊ីតាលីគឺគាត់ជាប្រទេសមួយដែលរីកចម្រើនដែរអញ្ចឹងការចំនួនហ្នឹងតាំងពីឆ្នាំ1150ជាងប្លាយរហូតដល់70ជាងប្លាយអញ្ចឹងប្រទេសអ៊ីតាលីហ្នឹងការចំនួនហ្នឹងគឺគាត់ផលិតឡាគាត់ជាកន្លែងដែលថារហូតដល់សប្តាហ៍ថ្ងៃហ្នឹងគាត់ជាប្រទេសមួយដែលខាងរីកចម្រើនខាង fashion industry ហ្មងអញ្ចឹងរបស់ទំនើបរបស់ល្បីគ្រឿងអលង្ការលក្ខណៈអីអស់ហ្នឹងហើយសូម្បីតែគ្រឿងម៉ាស៊ីនខ្នាតធំអីហ្នឹងក៏នៅតែផលិតពីអ៊ីតាលីដែរសូម្បីតែកប៉ាល់ធំអីហ្នឹងគឺយើងធ្វើហ្នឹងអញ្ចឹងជារឿងមួយដែលអាចថាយើងមើលរំលងទៅលើប្រទេសហ្នឹងចំណុចពិសេសរបស់អ៊ីតាលីហ្នឹងគឺស្តៀងនឹងអាល្លឺម៉ង់ដែរហ្នឹងគឺថាគាត់អត់បានដាក់លុយជាទូទៅគាត់មិនមែនដាក់មាសហ្នឹងទាំងតម្កល់ទាំងអស់នៅក្នុងប្រទេសអ៊ីតាលីហ្មងទេតាំងពីជំនាន់សង្គ្រាមលោកទី2ហ្នឹងគឺគាត់diversify គាត់ដាក់នៅកន្លែង2ធំចម្បងគាត់ដាក់នៅធនាគារនៅអង់គ្លេសហើយនឹងគាត់ដាក់នៅអាមេរិកដើម្បីការពារចំណុចពិសេសបន្ថែមមួយជាន់ទៀតហ្នឹងគឺថាអ៊ីតាលីគាត់ព្យាយាមអាចថាហ្នឹងមកពីហេតុផលពីសង្គ្រាមលោកទី2គាត់ឆ្លងកាត់
រឿងអស់ហ្នឹងប្រជាជនរបស់គាត់បង្កើតច្បាប់មួយថាអូខេធនាគាររបស់អ៊ីតាលីគឺឯករាជ្យជាមួយនឹងនយោបាយអញ្ចឹងមិនថាអ្នកណាឡើងកាន់កាប់នយោបាយគឺគាត់មិនអាចប៉ះពាល់លុយឬមួយក៏លុយកាក់ឬមួយក៏មាសតម្កល់របស់ប្រទេសអ៊ីតាលីបានទេអញ្ចឹងអាហ្នឹងវាធ្វើឲ្យមានធនាគារអ៊ីតាលីហ្នឹងគាត់មានឯករាជ្យចឹងដល់ពេលគាត់មានឯករាជ្យគាត់ខំប្រឹងថែរក្សាគាត់ conservative អីអស់ហ្នឹងចឹងធ្វើឲ្យមាសរបស់គាត់វាច្រើនដែលថាធ្វើឲ្យយើងមានការភ្ញាក់ផ្អើលថាមិនសមសោះប្រទេសហ្នឹងហេតុអីក៏ជាប្រទេសដែលមានមាសច្រើនជាងគេបំផុតក្នុងលំដាប់លោកលេខ3បាទអញ្ចឹងលេខ4ហ្នឹងគឺប្រទេសបារាំងអញ្ចឹងប្រទេសបារាំងគឺមានចំណុចពិសេសរបស់គាត់មួយដែរអញ្ចឹងប្រទេសបារាំងហ្នឹងគាត់មានមាសដល់ទៅ2437ក្រោមអ៊ីតាលីបន្តិចឯមែនតើហើយដំណើរតាមតហ្មងគឺចេញពីសង្គ្រាមលោកទី2ដូចគ្នាដែរដែលនៅក្នុងទ្វីបអឺរ៉ុបទាំងមូលនិយាយទៅប្រទេសទាំងអស់គឺឆ្លងកាត់សង្គ្រាមលោកទី2នឹងខ្លាំងមែនតើអញ្ចឹងបណ្ដាប្រទេសទាំងឡាយហ្នឹងគឺគាត់មានការជឿជាក់ទៅលើប្រទេសអាមេរិកដែលអត់មានសង្គ្រាមអញ្ចឹងគាត់យកមាសរបស់គាត់ទៅ ship ទៅអីហ្នឹងគឺដាក់ទៅអាមេរិកទាំងអស់លើកលែងតែប្រទេសបារាំងមួយដែលកាលនោះជានាយរដ្ឋមន្ត្រី Charles de Gaulle ហ្នឹងគាត់អត់ជឿកក់ក្ដៅលើអ្នកណាគាត់ថាបារាំងគឺត្រូវគ្រប់គ្រងដោយបារាំងគឺគាត់ដើម្បីឲ្យបារាំងមានឯករាជ្យភាពគាត់ត្រូវតែគាត់មិនអាចជឿទៅលើសូម្បីតែប្រទេសអាមេរិកដែលជាប្រទេសមិត្តភាពល្អហើយជួយបារាំងខ្លាំងនៅក្នុងសង្គ្រាមអីក៏ដោយក៏លោកមិនជឿ 100% ដែរអញ្ចឹងក្នុងន័យហ្នឹងគឺគាត់ថែរក្សាមាសរបស់គាត់អីហ្នឹងគឺនៅប្រទេសបារាំងទាំងមូលមកបាទអញ្ចឹងអាហ្នឹងជាចំណុចពិសេសមួយដែលខុសប្លែកពីបណ្ដាប្រទេសទាំងឡាយនៅអឺរ៉ុបយើងហ្នឹងអញ្ចឹងបន្តទៀតហ្នឹងលេខ5ហ្នឹងគឺប្រទេសសូវៀតគាត់មានមាស2350តោនអញ្ចឹងច្រើនគួរសមនិយាយទៅគឺសឹងតែស្មើនឹងប្រទេសបារាំងដែរចំណុចពិសេសរបស់ប្រទេសសូវៀតគាត់យើងដឹងស្រាប់ហើយគាត់ជាមហាអំណាចបើយើងនិយាយថាជំនាន់ Cold War វិញគាត់មហាអំណាចទី2ក្រោមអញ្ចឹងគាត់ជាប្រទេសមួយដែលធំហើយមានសក្តានុពលច្រើនបើយើងនិយាយពីធនធានធម្មជាតិវិញធនធានធម្មជាតិជាចម្បងរបស់គាត់គឺប្រេងកាតនឹងមករហូតដល់សប្តាហ៍ថ្ងៃនេះគឺសេដ្ឋកិច្ចរបស់ប្រទេសសូវៀតជាចម្បងគឺពឹងផ្អែកទៅលើការលក់ប្រេងកាតហ្នឹងអញ្ចឹងគាត់មានមាសច្រើនដោយសារតែការលក់ប្រេងកាតលក់ធនធានធម្មជាតិរបស់គាត់ហ្នឹងហើយដល់ពេលថ្មីនេះដែលគាត់មានសង្គ្រាមដូចនឹងយើងនៅថាសង្គ្រាមជាមួយនឹងអ៊ុយក្រែនឬមួយក៏អីនេះដែលប៉ះពាល់ជាមួយនឹងប្រទេសអាមេរិកឬមួយក៏លោកខាងលិចនេះជាមួយអង្គការ NATO លាក់នឹងលាក់អីអស់ហ្នឹងអញ្ចឹងធ្វើឲ្យសូវៀតគាត់អត់មានជំរឿសទេអញ្ចឹងគាត់ត្រូវតែជួញដូរអីក៏ដោយជាមួយថាជួញដូរប្រេងកាតឬមួយក៏អីគឺតាមរយៈការប្រើប្រាស់មាសហ្នឹងអញ្ចឹងគាត់ត្រូវតែលក់ប្រេងកាតរបស់គាត់ដូរយកជាថ្នូរមកវិញជាមាសលាក់នឹងលាក់អញ្ចឹងធ្វើឲ្យ reserve របស់គាត់វាមានការកើនច្រើនអញ្ចឹងបើយើងនិយាយពីមាសវិញគឺមានច្រើនអញ្ចឹងបន្តទៀតហ្នឹងគឺប្រទេសចិននឹងឯងអញ្ចឹងប្រទេសចិនគឺជាលំដាប់លេខ6អញ្ចឹងប្រទេសចិនហ្នឹងគឺគាត់មានមាសដល់ទៅ2200តោនអាហ្នឹងយើងនិយាយថា official number ក៏ប៉ុន្តែគេនិយាយថែមជាន់នេះគឺថាប្រទេសចិនអាចនឹងមានមាសច្រើនជាងនឹងទៀតដែល undisclosed អញ្ចឹងណាបាទអញ្ចឹងវាក្នុងន័យហ្នឹងគឺថាមានហេតុផលច្រើនដែលចិនមានមាសច្រើនអញ្ចឹងobviously គឺប្រទេសចិនគឺយើងនិយាយថាជាប្រទេសដែលផលិតផលទាំងសេវាទាំងផលិតផលសម្រាប់ឲ្យពិភពលោកតែម្ដងហ្មងអញ្ចឹងក្នុងន័យហ្នឹងគឺគាត់ជាថ្នូរគាត់មិនមែនយកតែ US dollar លុយដុល្លារតែមួយមុខទេអញ្ចឹងអ្នកណាដែលថាមាសបើលក់ថ្នូរជាមាសគឺគាត់យកជាមាសអញ្ចឹងក្នុងន័យហ្នឹងគឺគាត់មានមាសច្រើនហើយពេលថ្មីហ្នឹងដោយសារលុយដុល្លារវាធ្លាក់ចុះគាត់អត់មានជឿជាក់ទៅលើលុយដុល្លារទាំងស្រុងទៀតអញ្ចឹងចិនគឺជាអ្នកប្រទេសមួយដែលដឹកនាំតាមរយៈដូច BRIC nation ហ្នឹងអញ្ចឹងគឺគាត់ជាអ្នកដឹកនាំប្រើប្រាស់រូបិយប័ណ្ណឬមួយក៏ជាថ្នូរដូចថាជាមាសឬមួយក៏ជាអីហ្នឹងជាងការប្រើប្រាស់ជាលុយដុល្លារបន្ទាប់ទៀតហ្នឹងគឺប្រទេស Swiss គាត់មានមាសហ្នឹងប្រហែល1000តោនជាង1000តោនជាងហ្នឹងបើយើងនិយាយមែនតើប្រទេស Swiss វាជាប្រទេសឯករាជ្យមួយហើយគាត់ traditionally គឺពិភពលោកទាំងអស់មនុស្សទាំងអស់ហ្នឹងគឺមានភាពកក់ក្ដៅជាមួយនឹងគាត់អញ្ចឹងគាត់ដើម្បីឲ្យមានលំនឹងហ្នឹងគាត់តែងតែយកទ្រព្យសម្បត្តិរបស់គាត់ជាមាសអាចថាជាលុយឬមួយក៏ជាគ្រឿងអលង្ការឡាក់យកទៅដាក់នៅក្នុងធនាគារទុកនៅឯ Swiss នឹងតែម្ដងហ្មងអញ្ចឹងធ្វើឲ្យ Swiss គាត់មានទុនបម្រុងអា collateral របស់គាត់ហ្នឹងគឺច្រើនបើយើងប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសដទៃទៀតដែរអញ្ចឹងវាតទៅមុខទៀតហ្នឹងយើងមានប្រទេសដែលថា top 10 យើងនិយាយថា top 10 អញ្ចឹងវាមានប្រទេសជប៉ុនប្រទេសឥណ្ឌាហើយនិងប្រទេស Netherlands ដែលគាត់មានមាសប្រហែលជា800តោនអញ្ចឹងចុះថាសួរថាតើប្រទេសខ្មែរយើងកម្ពុជាយើងតើយើងមានមាសប្រមាណអញ្ចឹងតាមរយៈទិន្នន័យលេខហ្នឹងមកគឺថាប្រទេសខ្មែរយើងនៅដើមឆ្នាំ2025យើងហ្នឹងយើងមានមាសជិតប្រហែលយើងនិយាយថា
ប្រហែលនឹង55តោនណាអញ្ចឹងសម្រាប់ប្រទេសតូចមួយសម្រាប់សេដ្ឋកិច្ចទីផ្សារតូចមួយបើយើងប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសអាស៊ានធំហ្នឹងយើងក៏វាមិនណយដែរបើយើងនិយាយមែនតើ55តោនបើយើងប្រៀបធៀបជាមួយនឹងប្រទេសម៉ាឡេអីគាត់មានមាសតិចជាងយើងផងបើយើងនិយាយមែនតើយើងក្នុងន័យហ្នឹងវាអាចថាសចាំងដែរថារដ្ឋាភិបាលខ្មែរយើងដើម្បីឲ្យមានសេដ្ឋកិច្ចវាមានលំនឹងដើម្បីឲ្យយើងមានសេរីភាពអាចថាយើងមានឯករាជ្យភាពមួយនៅក្នុងរូបិយប័ណ្ណរបស់យើងលក្ខណៈហ្នឹងគឺរដ្ឋាភិបាលលោកគាត់ការពារហ្នឹងអញ្ចឹងគាត់ថែរក្សាតាមរយៈមាសហ្នឹងឯងតម្កល់មាសហ្នឹងឯងជាចាអាហ្នឹងវាជាចំណុចមួយអាចថាសម្រាប់ប្រជាពលរដ្ឋខ្មែរយើងគួរតែមានអារម្មណ៍មួយកក់ក្ដៅដែរថារដ្ឋាភិបាលគាត់ព្យាយាមថែរក្សារូបិយប័ណ្ណប្រទេសខ្លួននឹងឲ្យវាមានលំនឹងបើសិនជាយើងអត់មានសេដ្ឋកិច្ចល្អ stable ល្អទេឬមួយក៏យើងមានតម្កល់ច្រើនយ៉ាងទេអាចថាមានរឿងអីកើតឡើងវាអាចធ្វើឲ្យទីផ្សាររបស់យើងវាឡើងចុះខ្លាំងមែនទែនហ្មងបាទអញ្ចឹងអាហ្នឹងយើងមិនចង់បានអញ្ចឹងទេអាចថាប្រទេសនីមួយមានហេតុផលរបស់គាត់ដែលគាត់ថែរក្សាមាសក៏ប៉ុន្តែទោះបីយ៉ាងម៉េចក៏ដោយមានមាសកាន់តែច្រើនកាន់ល្អសម្រាប់តែប្រទេសនីមួយហ្នឹងជាថ្មីម្ដងទៀតហ្នឹងខ្ញុំបាទឈ្មោះ Garda ខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលរួមទស្សនានៅអេពីសូតរបស់ខ្ញុំនេះហើយខ្ញុំតាមការបកស្រាយខាងលើយើងហ្នឹងគឺយើងឃើញថាប្រទេសនីមួយគាត់មានហេតុផលរបស់គាត់នៅក្នុងការថែរក្សាឬមួយនិយាយថាតម្កល់មាសនៅក្នុងប្រទេសរបស់គាត់នីមួយហើយអញ្ចឹងខ្ញុំសង្ឃឹមថាប្រិយមិត្តទាំងអស់នឹងបានបង្កើនចំណេះដឹងរបស់ខ្លួនបន្ថែមបន្តិចទៀតដែរអញ្ចឹងដើម្បីបានទទួលបាននៅអេពីសូតបន្ថែមទៀតសូមប្រិយមិត្តទាំងអស់គ្នាជួយ click like and share បន្ថែមទៀតដែរអញ្ចឹងខ្ញុំសង្ឃឹមថាយើងនឹងអាចជួបគ្នាជាថ្មីម្ដងទៀតនៅអេពីសូតបន្តទៀតបាទសូមអរគុណ